បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជួបជាមួយខ្ញុំយូចាវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបង្កើតMusic Board នៅក្នុង Discord ដែល Music Board ហ្នឹងគឺយើងអាចដាក់ចម្រៀងក៏បានដាក់ជាសំឡេងរឿងដែលមានរយៈពេល1ម៉ោង2ម៉ោងអីក៏បានដែរអញ្ចឹងរបៀបនៃការធ្វើអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់link ឬ comment ដែលខ្ញុំដាក់ក្នុង description ហ្នឹងយេអញ្ចឹងពេលអ្នកចូលក្នុង comment ទៅវានឹងរត់មកclip hop ដើម្បីយកកូដចាអញ្ចឹងនៅពេលអ្នកឃើញរត់មក screen នេះហើយអ្នកនេះគ្រាន់តែចុចសញ្ញានេះកូដនេះតោះមកអ្នកនេះចុច copy កូដនេះក៏បានឬក៏ download zip ក៏បានដែរយេអញ្ចឹងខ្ញុំ copy កូដនេះមកទុកមកខ្ញុំចូលទៅកាន់ drive ខ្ញុំដើម្បីដាក់កូដខ្ញុំដាក់ drive នេះចុះខ្ញុំ clone ចង់ឲ្យ clone ទៅការ clone កូដសិនយេតពី clone ហើយគឺខ្ញុំបានកូដមកអញ្ចឹងខ្ញុំត្រូវបើកកូដហ្នឹងជប់ខ្ញុំទីអញ្ចឹងតមកបើកកូដអញ្ចឹងពេលបើកកូដគឺវានឹងចេញកូដដែលយើង clone មកហ្នឹងគឺយើងមាន file env មួយអញ្ចឹងនៅគាត់ទៅ copy កូដហ្នឹងមកទៅមកនៅកាត់ទៅលើពាក្យ file មួយដែលឈ្មោះ env ដូរពី env example មក env ក៏បានឬបង្កើតមួយថ្មីក៏បានដែរអញ្ចឹងយើង copy កូដដាក់ចូលមកតមកដល់ហើយនេះគឺយើងនឹងទៅ config ជាមួយនឹង env មួយចំនួនដូចជាតាក់ទងជាមួយនឹងtoken bot ID ឬក៏ owner ID ហ្នឹងអញ្ចឹងរបៀបនៃការ config ទី1គឺយើងត្រូវការ new Discord bot សិនអញ្ចឹង bot យើងត្រូវចូលទៅកាន់website មួយដែលមានឈ្មោះថា Discord Developer Portal ដែលអ្នកឲ្យចូលមកអ្នកខ្ញុំឃើញ new account នេះមកអ្នកឃើញពាក្យ new application នេះអញ្ចឹងអ្នកដាក់ឈ្មោះមកដាក់មួយដាក់ bot ឡាអញ្ចឹងទៅតោះmình create មកយើង verify អញ្ចឹងពេលអ្នកនេះបង្កើតហើយគឺវានឹងចេញ bot មកមួយ application មកមួយអញ្ចឹងដាក់ profile មួយសិនមកដាក់ profile មួយសិនដាក់ឲ្យបានអត់ដាក់ក៏បានណាដាក់ទៅហើយតមកទី1គឺយើងត្រូវការទៅ set up កន្លែង invite bot ចំនួនគឺដាក់វា row admin តមកអ្នកនេះចំណុចសំខាន់គឺអ្នកនេះចូលកន្លែង bot នេះចូលនៅ bot នេះមានទៅឲ្យ option 3ទី1គឺ present intent នេះ server member intent ហើយនិង message intent ដើម្បីឲ្យ bot ហ្នឹងដំណើរការបានទី1យើងត្រូវការ3និយាយទៅត្រូវការ3នឹងចំណុចពេល run ហើយនឹង sell មកតមកអ្នកនេះទៅឃើញដើម្បីយក token មកអ្នកនេះត្រូវចូលទៅកាន់កន្លែងនេះឃើញពាក្យ token នេះតមកមានប៊ូតុងមួយ set token អ្នកនេះចុចចូលមកហើយដូរមកហើយវាយ password ចូលមកនិយាយយើងនឹងបាន token មកហើយចឹងនឹង copy token ហ្នឹងមកតមកចូលមកតំបន់ ID គឺយើងទៅយកនៅក្នុងកន្លែង authentication នេះក៏បានឬក៏យកខាង Black General នេះក៏បានចឹងយកបត ID ប្រភេទដាក់ឧទានដដែលតមក owner ID គឺយកខ្ញុំយកខ្លួនឯងចុះអញ្ចឹងខ្ញុំសូមបង្កើត server មួយសិនដើម្បីតេស្តអញ្ចឹងខ្ញុំបង្កើត server បានមួយតមកខ្ញុំជួយរួមនេះខ្ញុំ copy ID របស់ខ្ញុំចុះខ្ញុំបបចោលមើលសារមានតែខ្ញុំទេកាត់ ID នេះគឺដាក់ ID server របស់យើងខ្ញុំតមកដូចជាកន្លែង log មួយចំនួននេះគឺជា log channel ទេយើងដាក់ក៏បានដាក់ក៏បានដាក់ទៅវានឹង track ថាអ្នកណាប្រើ bot ប្រើអីយើងមើលដឹងថា member ណាគាត់ប្រើ bot ចាក់ចម្រៀងអីចឹងហើយ bot join server ណា join room ណាអីតមកដល់ឡើយនេះគឺជា setter bot activity ទេអ្នកនេះចង់ដូរក៏បានអត់ក៏បានដែរហើយសម្រាប់ដូរគឺយើងមានខាងក្រោមនេះយើងប្រាប់ថាដូរលេខ0លេខ1លេខ2 3ចឹងអ្នកចុចគាត់ចុច link ទៅមើលទៅដល់ឡើយនេះគឺតើតើមក database អ្នកនេះត្រូវការ Mongo ចុះ Mongo អ្នកនេះ search ពាក្យ MongoDB មកតើមកចូលអា link លើនេះមកហើយយកពាក្យភាសាបើសិនអ្នកមាន account ហើយអ្នកសាញ់មកបើតើមានចុច get start មកតើ get start ហើយអ្នកនេះចុចពាក្យ register input ព័ត៌មានមួយចំនួនទៅដល់ទេបើ sign up មក
Để chân đó là sign up ní cứ là sao nhóm chân trong sign up account cho mọi người email của nhóm nó email ní kết ở bậc cả t account delete không user request là sao tại nhóm request delete account chân việc ở nhóm join tế cho nhóm xong cả đầu tiếp password cái password nhóm 100 password tế cho nhóm xong cho login account một tiết Mongo bí sign up vô account nhóm đó vậy trong này account nhóm dùng form sẵn trong việc đang set up Mongo account nhân sẵn template em để chân lại ní cái số form nếu mà chấm nón lại tẹt tao người bị information chứ chân đặt bìa project my learn Mongo bí no experience tẹt tao người code và JavaScript node category cứ tẹt tao người category inventory data something đặt order thế đặt cho nó ní tẹt tao người application include link một đó dụng đã tha switch micro switch chúng ta cho finish cho nên bên finish bên làm cả server nào mỗi lần ní cứ mong cố cứ dùng mình bài option thì mỗi âm đắp flex hay là free trong dùng phá free mà này cái lại ní dùng hồi do Singapore bán hồi do nào bán tại mình nhóm đi cho mình đây đã Singapore tới đã thêm mình dùng xịt AWS create muối bồn trong viên auto setup ở dưới trong lại user ní cứ nhóm nặng copy hơi nhóm create muối hơi cái này mẹ số toàn cho lịch tế cứ nhưng mà trong việc setup hơi xanh trong PWA setup hỏi cứ dân tầm còn phải xem tới được chạy toàn mùi trên mình API này cứ chỉ sำหรับđã lyric nào này aiจะ setupให้ai do tập khen và đã bàn chẳng toàn hỏi cái hào giấy chẳng nhận này chuẩn bị connect nó hay do bị device hay là cái copy link mùi này chẳng copy link máu hay đã cho lại dù ở ní chẳng lại ní đã thử replace thì mỗi cứ chụp ở ní mình tôi bị user chứ nhằm replace password ní đã password mình nắng tụi nó là những đã một bot muối nhiều xí tụi nó là những cư dương làm bây giờ six chua tha việt đa gần là đa mình đã tông một block ấy tế cư dương cho tất cả là user cho ní cho tất cả này IP limit máu này đến hay là lộ assign này về tại chẳng lẽ nó việc đi nó việc xếp ăn cộng lại ở tại IP nhầm thế chẳng một sinh cần là nhầm phá hosting ấy nhầm cái sai bàn này chẳng nhầm bạ hỏi ở lại ní cư dương thời gian node cần phải tích node node ní cứ chia labeling á chẳng labeling này anh search website labeling bán labeling trong labeling cái viên ở labeling free đó nên là anh tự do tập ở bàn sân là hosting và link ấy dùng mầm phở để tăng cho phở ok sẵn cho tới setting để tao mùi hot với đầu hot vào kế trong là những đã tha mình nhiều xịt đi đến năng đâm mấy cái ba này nhưng tạo nhiều xịt cho tao mới hot đã hơi hái để tao mới biết cái port authentication password rồi hái tao mới xéo đọc má này thử trịch comment ở tí mối cứ dùng bật terminal má tao mới này bị uninstall đi có bị ai nhưng mà install má chẳng tội ở việc install package mình chừng luôn trên má
ដែលជាទូទៅយើងនិយាយទៅឲ្យតែបញ្ចេញយើង clone មកយើងត្រូវ install package ឯងព្រោះបើអត់មាន package ទេគឺយើង run អត់កើតទេយើងត្រូវការ node module ដើម្បី install package ដែលយើង set up នៅក្នុង node.json package JSON ត្រង់ node.json ជាស្អីយើងតោះឲ្យវា install យើងទៅទាំងឡើយនេះយើង invite bot សិនមកខ្ញុំ copy link មួយនេះហើយខ្ញុំដាក់ចូល server នេះហើយខ្ញុំ copy link ចាស់ជាស្អី add bot មួយមក add bot ចូល server សិនអញ្ចឹង bot join server ហើយអញ្ចឹង bot បច្ចុប្បន្នគឺ offline យើងអត់ទាន់ run ទេយើងកំពុង install package អញ្ចឹងដល់លេខនេះអញ្ចឹង package នឹងចេញមកនេះ node module វាកំពុងដើរអូយ slow វីដេអូនេះហើយយូរបន្តិចតែអញ្ចឹង bot យើងមានហើយតែអត់ទាន់ដើរទេឡាតែយើង install package ហើយដំបូងគឺយើងសាក់ run test សិនបានពេលដែលយើង run វានឹងរត់ទៅ command ដែលវា run ហើយអញ្ចឹងវានឹង load មក error មួយអញ្ចឹង error នេះដោយសារតែទីដំបូងដោយសារតែយើងប្រើ MongoDB ហើយនឹងប្រើ Prisma អញ្ចឹងអ្នកខ្ញុំអត់ត្រូវការដំបូងមានអត់ត្រូវការ slide អ្នកត្រូវ install ទៅ run command របស់ Prisma សិនដើម្បីឲ្យវា generate DB អញ្ចឹងយើង npx Prisma generate មកមួយទៀតអ្នកនឹងអាចទៅមើលនៅ readme នេះបានអញ្ចឹង readme នេះគឺយើង save detail ហើយដោយសារគេ save detail ហើយយើង Prisma មកតទៅពី Prisma ហើយPrisma generate នឹងហើយអ្នកនាងឃើញអញ្ចឹង npm run post មកដើម្បី post db ចូល post table ចូល db ហ្នឹងអញ្ចឹងខ្ញុំ allow មកគឺយើង post db ចូលតោះមកយើងសាក់ run ម្ដងទៀតសិនអ្នកនេះមានធ្លាប់មាន db ហើយអ្នកនេះចង់ migrate អាច migrate បានខ្ញុំអត់ migrate ទេដោយសារខ្ញុំ db ថ្មីចេះអញ្ចឹង bot នេះដើរហើយតទៅពី bot ដើរអ្នកនេះអាចចូលមកកន្លែងGitHub នេះមកនេះយើងឃើញទេអញ្ចឹង bot នេះ ready ហើយអញ្ចឹងខ្ញុំចូល test សិនខ្ញុំដំបូងខ្ញុំចង់ mention bot សិនអញ្ចឹងយើង mention bot គឺ bot នឹងវាប្រាប់ថាវាឈ្មោះអីគេអញ្ចឹងមកយើង welcome យើងហើយយើង bot ឈ្មោះអី prefix អីគេខ្ញុំ say npm help មកទៅ help វានឹងប្រាប់ comment មួយចំនួនទៀតដែលតតងយើងអាចហៅបាន music អញ្ចឹងឥឡូវនេះខ្ញុំត្រូវការចាក់ចម្រៀងខ្ញុំ search YouTube សិនដើម្បីយក link music អញ្ចឹងឧទាហរណ៍ខ្ញុំចង់ចាក់បទនេះអញ្ចឹងលោក add មកទៀតខ្ញុំនឹង copy link មកចាក់ចម្រៀងខ្ញុំ say ឧទាន play ឬក៏ទាន p ខ្ញុំ play មកអញ្ចឹង bot ចូលមកហើយអញ្ចឹង bot ចូលមកអញ្ចឹង bot ដល់ចម្រៀងហ្នឹងខ្ញុំនឹងចង់ឧទាន auto play ណាទាន auto play នេះចឹង bot នឹង enable auto play ទានឲ្យវា stand by 24ម៉ោងនេះចឹង enable ខ្ញុំសង្កត់ខ្ញុំចេញពី room ក៏វានៅនឹងដែរខ្ញុំឲ្យចូលទានទានលឹកចឹងវាចេញហើយចេះចឹង bot ដើរចឹងមិនសិនអ្នកនាងមានចងល់អីអាចចូលមកកាន់ server Pitchy យើងដែលខ្ញុំដាក់ link នៅក្នុង description ហើយអាច mention ដើម្បីសួរបញ្ហាបានអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូចែកម្លែកថ្មីៗគុណជម្រាបលាបាយបាយ